ប៉ូលីសម្នាក់នេះបានតែកំភ្លៀងបរិក្រក្រម្នាក់នៅចំពោះមុខវងមនុស្សជាច្រើនក្នុងហេតុការណ៍បាតុកម្មមួយក្រោយមកបរិម្នាក់នោះក៏បានតតដៃនឹងតែកំភ្លៀងប៉ូលីសមួយកំភ្លៀងវិញធ្វើឲ្យប៉ូលីសនោះដួលនៅលើដីខ្មាស់គេខ្លាំងមែនទែនដោយទ្រាំមិនបានហើយគាត់ច្រឡោតជាខ្លាំងគាត់ក៏បានរត់ត្រឡប់ទៅប៉ោះប៉ូលីសខ្លួនឯងវិញប្តឹងទៅមេដើម្បីទាមទារការដាក់ទោសទៅកាន់បរិក្រក្រម្នាក់នោះប៉ុន្តែមេរបស់គាត់មិនមានប្រតិកម្មអ្វីទាំងអស់បន្ទាប់មកគាត់បានឆ្លើយតបយ៉ាងស្ងៀមស្ងាត់ទៅវិញថាបរិម្នាក់នោះមិនបានជាប់ទោសអ្វីនោះទេផ្ទុយទៅវិញគាត់ថែមទាំងបានរង្វាន់ជាទឹកប្រាក់ចំនួនប្រមាណ$5000ទៀតផងប៉ូលីសដែលជាកូនចៅពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងឆ្ងល់ថាហេតុអ្វីបានជាគាត់មិនជាប់ទោសហើយបានរង្វាន់ទៅវិញមេគាត់ក៏បន្តទៀតថានេះគឺជាបញ្ជារបស់ម្ចាស់ស្ត្រីប្រទេសអង់គ្លេសដែលបានផ្ដល់រង្វាន់ដល់គាត់តែបរិយាជាប៉ូលីសម្នាក់នោះនៅតែមិនជឿបន្ទាប់មកប្រាក់រង្វាន់ក៏បានប្រកល់ទៅឲ្យបរិយាក្រីក្រប៉ុន្មានឆ្នាំក្រោយមកគាត់បានប្រើប្រាស់ប្រាជ្ញារបស់ខ្លួននិងយកលុយដែលជាប្រាក់រង្វាន់មកវិនិយោគហើយខំប្រឹងកសាង business រហូតខ្លាចទៅជាអ្នកមានខ្លាំងម្នាក់ហើយក៏បានរៀបការបង្កើតកូនផងដែរហើយថ្ងៃមួយស្រាប់តែមេប៉ូលីសបានខលហៅកូនចៅរបស់គាត់មកជួបហើយសួរថាតើឯងនៅចាំបរិយាម្នាក់ដែលធ្លាប់តែកំភ្លៀងឯងកាលពីប្រហែលឆ្នាំមុនទេប៉ូលីសក៏បានឆ្លើយតបវិញថាតើឲ្យខ្ញុំភ្លេចយ៉ាងម៉េចទៅបានទៅគាត់នឹងឯងជាមនុស្សម្នាក់ដែលធ្វើឲ្យខ្ញុំខ្វះគេនៅចំពោះមុខវងមនុស្សជាច្រើនបន្ទាប់មកមេក៏និយាយទៀតថាអញ្ចឹងឥឡូវឯងសាកទៅតែកំភ្លៀងគាត់ម្ដងទៀតមើលនេះគឺជាបញ្ជារបស់ខ្ញុំនេះក៏បានឆ្លើយតបខ្ញុំមិននឹងហ៊ានទៅផ្ទះគាត់ទៅព្រោះកាលពីមុនគាត់នៅជាជនក្រីក្រខ្ញុំវាយគាត់ហ៊ានវាយខ្ញុំវិញហើយឥឡូវហ្នឹងគាត់ខ្លាចតែជាអ្នកមានទៀតបើខ្ញុំទៅវាយគាត់ប្រកាសជាគាត់ឲ្យគេមកសម្លាប់ខ្ញុំជាមិនខានមេគាត់ក៏បន្តទៀតថាមិនបាច់តវ៉ាច្រើនទេនេះគឺជាបញ្ជាដោយគ្មានជំរឿប៉ូលីសដែលជាកូនចៅក៏បានធ្វើតាមបញ្ជារត់ទៅរកបរិះនោះភ្លាមកំឡុងពេលនោះប្រពន្ធនិងកូនគាត់ក៏នៅទីនោះដែរទាំងដែលបុគ្គលិកអីនៅជុំគ្នាទាំងអស់នៅពេលដែលទៅដល់បរិះដែលជាប៉ូលីសហើយនៅតែស្ទាក់ស្ទើរអត់សូវហ៊ានចង់ទៅផ្ទះកំភ្លៀងបរិះអ្នកមានហ្នឹងឯងប៉ុន្តែដោយសារតែនេះគឺជាបញ្ជាគាត់ត្រូវតែផ្ទះកំភ្លៀងគេហើយគាត់រត់ទៅផ្ទះកំភ្លៀងបរិះអ្នកមាននោះដដែលប៉ុន្តែនៅពេលដែលគាត់ផ្ទះរួចគាត់ឈោកបិទភ្នែករងចាំបរិះអ្នកមានហ្នឹងសងសឹកព្រោះគាត់គិតក្នុងចិត្តហើយថាពេលដែលមកគឺអត់អាចត្រឡប់ទៅវិញបានទេព្រោះគេអ្នកមាននេះគេអាចនឹងសម្លាប់គាត់តែក្រោយមកបរិះដែលជាអ្នកមានហ្នឹងអត់បានធ្វើអីគាត់នោះទេគាត់បើកភ្នែកមកគាត់មានការភ្ញាក់ផ្អើលជាខ្លាំងហើយគាត់ក៏បានរត់ទៅរកមេគាត់វិញហើយគាត់បានប្រាប់មេគាត់ថាមេខ្ញុំបានផ្ទះកំភ្លៀងបរិះអ្នកមាននេះប៉ុន្តែលើកនេះគាត់បានតដៃវាយមកខ្ញុំវិញឬក៏គាត់ប្រើអ្នកណាឲ្យមកធ្វើអីខ្ញុំឬក៏សម្លាប់ខ្ញុំទេតែវាមិននឹងអាចទៅរួចទៅខ្ញុំពិតជាឆ្ងល់ខ្លាំងណាស់មេគាត់សោចហើយបានគៀកស្មាគាត់រួចនិយាយថាតើឯងដឹងទេថាមកពីមូលហេតុអ្វីមូលហេតុនោះគឺការពីដំបូងដែលឯងវាយគាត់នៅពេលនោះគាត់គឺនៅជាអ្នកក្រនៅឡើយទេហើយគាត់នៅតែខ្លួនមួយដែលគាត់មិនខ្លាចនឹងបាត់បង់អ្វីនោះទេប៉ុន្តែពេលនេះខុសគ្នាស្រឡះគាត់មានទ្រព្យសម្បត្តិរាប់ពាន់លានមានប្រពន្ធមានកូនហើយមានបុគ្គលិកជាច្រើនទៀតដែលរំពឹងទៅលើគាត់អញ្ចឹងគាត់មិនអាចចេះតែចិត្តក្តៅដូចមុនបាននោះទេអញត្រូវចាំថាមនុស្សចិត្តក្តៅឆេវឆាវមិនមែនជាអ្នកខ្លាំងនោះទេអ្នកដែលខ្លាំងនោះគឺជាមនុស្សម្នាក់ដែលមានចិត្តត្រជាក់ហើយមនុស្សគ្រប់គ្នាត្រូវការមិនមានអ្វីធ្វើឲ្យគាត់បាត់បង់បាននោះទេទាំងអស់គ្នាវីដេអូមួយនេះក៏ជាវីដេអូអប់រំមួយដែលល្អដែរអញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាបានមើលវីដេអូនេះហើយមានអារម្មណ៍បែបណាដែរមានចំណាប់អារម្មណ៍បែបណាដែរចូលខមមិនខាងក្រោមទាំងអស់គ្នាមក